សួស្តីប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាជាទីមេត្រីវិលមកជួបគ្នាសាជាថ្មីមកកាន់ Channel កោស្នេហ៍និទាននេះជាសាច់រឿងថ្មីបន្តពីរឿងដាក់មុនបញ្ចូលស្នេហ៍ដែលលើកមកនិយាយពីពូធីអ្នកបាក់ឡានរបស់ស្រីលៀនវិញម្ដងពូធីគាត់អាយុ52ឆ្នាំហើយគាត់ត្រូវជាញាតិឆាយរបស់ស្រីលៀនហើយជីវភាពគាត់ក៏មិនសូវជាធូរធារប៉ុន្មានដែរដោយសារការអាណិតទើបស្រីលៀនឲ្យពូធីនិងប្រពន្ធគាត់មកបម្រើការងារនៅផ្ទះនាងនិងបានឲ្យពូធីទៅរៀនបើកបរដើម្បីធ្វើជាអ្នកបើកឡានឲ្យនាងព្រោះថាបងប្អូននាងមានទំនុកចិត្តជាងអ្នកដទៃពូធីគាត់មាននាងខ្ពស់ដំបងទោះជាអាយុច្រើនក៏ដោយក៏នៅតែសង្ហាដដែលពូធីដែលបានឃើញគ្រូស្នេហ៍ធ្វើពិធីដាក់មុនបញ្ចូលស្នេហ៍ឲ្យស្រីលៀនតាំងពីលើកដំបូងមកគាត់បានចាំជាប់ក្នុងចិត្តជានិច្ចរាល់ពេលដែលស្រីលៀនទៅស្រេចទឹកនៅទីនោះគឺជាលេសនោះទេការដែលនាងទៅទីនោះគឺគ្មានអ្វីក្រៅពីការដាក់មុនបញ្ចូលស្នេហ៍សាច់ពិសេសនោះទេក្រៅពីទៅរកគ្រូស្នេហ៍នៅភ្នំត្បែងនោះពូធីក៏សម្គាល់ថាស្រីលៀនតែងតែបញ្ចេញកាយវិការភាពជិតស្និទ្ធដិតដាមជាមួយដៃគូតំណាងមុខរបររកស៊ីប្រុសៗទាំងនោះផងដែរជាពិសេសគឺជាមួយលោកភូនេះគឺជាមនុស្សមានឥទ្ធិពលម្នាក់លោកភូបានស្គាល់ស្រីលៀននៅពេលដែលប្រពន្ធគាត់បានក្លាយទៅជាតំណាងចែកចាយប្រចាំខេត្តទោះបីជាលោកភូមានប្រពន្ធនិងដឹងថាស្រីលៀនមានប្តីក៏ដោយតែលោកនៅតែតាក់ទងនាងកាន់តែជិតស្និទ្ធពីមួយថ្ងៃទៅមួយថ្ងៃមួយពេលរសៀលស្រីលៀនបានឲ្យពូធីជូននាងទៅជួបអតិថិជនសហការរកស៊ីម្នាក់នៅសន្តាគារផ្កាយ5មួយកន្លែងពេលនោះពូធីបានឃើញមនុស្សម្នាក់ចេញមកទទួលនាងម្នាក់នោះគឺជាលោកភូនឹងឯងពូធីគាត់អង្គុយរងចាំប្រហែល3ម៉ោងទើបចាវាយចេញមកវិញដំណើរស្រីលៀនលែងល្វត់ល្វន់ដូចមុនទៀតហើយមើលទៅដូចជាឈឺជើងពិបាកដើរចំណែកសម្លៀកបំពាក់នាងក៏ដូចជាមិនសូវមានរបៀបរៀបរយដែរមើលទៅដូចជាទឹមរួចពី3ថ្ងៃអញ្ចឹងពូធីបានបើកឡានចេញទៅហើយបានមើលចៅវាយស្រីតាមកញ្ចក់រហូតហើយគាត់ក៏យល់ពីដំណើរដើមតងនៃកិច្ចការរកស៊ីនេះដែរតាមកញ្ចក់មើលក្រោយពូធីឃើញសាច់ចៅវាយឡើងត្រលុកត្រលន់ស្រីលៀនដូចជាបានចាប់ផ្លឹកទៅនឹងភ្នែកមួយគូដែលសន្លឹងមកក្រោយតាមកញ្ចក់ឡានមានអីនៅខាងក្រោយមែនទេពូបានជាមើលតាមកញ្ចក់រហូតហ្នឹងបាទមិនមានអីទេអ្នកនាងពូធីគាត់ខំសម្រួលធ្វើធម្មតាឡើងវិញក្នុងចិត្តគាត់គិតថាថ្ងៃណាមួយនឹងសុំក្មួយចៅវាយនេះបានម្ដងប៉ុន្មានថ្ងៃមកនេះស្រីលៀនសំងំនៅផ្ទះនាងមិនចេញទៅណាទេនាងក៏បានហៅពូធីឲ្យជួយយកផលិតផលគំរូមួយកេះតែឲ្យនាងនៅជាន់ខាងលើដែរពេលគាត់ចូលទៅគាត់ស្លុងយ៉ាងខ្លាំងដោយឃើញស្រីលៀននាងពាក់រ៉ូបខ្លីពេលវេលាអំណោយផលបែបនេះគាត់ក៏បាននិយាយអ្នកនាងម្ចាស់ថ្ងៃនេះស្អាតដល់ហើយធ្វើឲ្យខ្ញុំពិបាកទប់អារម្មណ៍ខ្លាំងណាស់មិនគាត់ថាបែបហ្នឹងពូអូអ្នកនាងម្ចាស់អ្នកនាងមើលរបស់នេះមួយសិនទៅអ្នកនាងនឹងយល់ច្បាស់ជាមិនខានពេលហ្នឹងពូធីបង្ហាញសកម្មភាពគ្រូព្រំត្បែងកំពុងដាក់មុនបញ្ចូលស្នេហ៍ស្រីលៀនឃើញហើយនាងស្លុតចិត្តមុខឡើងស្លេកហេតុអ្វីបានជាពូមានសកម្មភាពទាំងនេះពូចង់បានអ្វីទៅអ្នកនាងខ្ញុំក៏ដឹងថាថ្ងៃមុនពេលទៅជួបដៃគូរកស៊ីជាមួយលោកភូនោះអ្នកនាងក៏បានអនុវត្តកិច្ចការដូចនេះដែរព្រោះថ្ងៃនោះអ្នកនាងទ្រាំខ្លួនហត់ខ្លាំងតែអ្នកនាងអាចជួយខ្ញុំឲ្យដូចជាជួយពួកគេបានដែរទេតែខ្ញុំស្រីលៀននិយាយទៅមុខលេងរួចព្រោះឃើញពូធីកំពុងកាន់អំពើខ្មៅប៉ុនកដៃសកសម្បកទៅហើយនាងក៏មានការភ្ញាក់ផ្អើលចំពោះដើមអំពៅមួយដើមនេះណាស់ខ្ញុំមិនអាចជួយរឿងនេះបានទេសូមពូត្រឡប់ទៅវិញទៅតែអ្នកនាងមិនចង់លុបរបស់នោះចេញទេអីស្រីលៀនត្រឹងបន្តិចហើយបានដើរយឺតមួយ
មកចិត្តពូធីនឹងបានជួយសោអំពើគាត់ពូធីតែប្រាថ្នារឿងនេះជាយូរមកហើយគាត់ពិតជាត្រេកអរខ្លាំងណាស់ក្រោយពីសោអំពើបានស្អាតល្អហើយគាត់បានឲ្យអ្នកនាងម្ចាស់ទ្រពខ្លួនលើគ្រែដែលមានពុកទុនហើយតយមកពូធីក៏សោកអំពើចូលទីនោះទៅស្នាមប្រេះដែលមានទឹកធ្លាក់ហូរកាត់រអិលជោកជាប់នោះមិនមានអ្វីជាឧបសគ្គឡើយទោះបីជាអំពើធំប៉ុណ្ណាក៏ដោយពូធីគាត់ខំប្រឹងវេផ្ទប់ស្នាមប្រេះរហូតបែកញើសជោកឬសូរតែសំឡេងធ្ងោមិនដាច់របស់អ្នកនាងម្ចាស់លាយឡំនឹងសំឡេងសត្វបាក់សាបាក់សីទៅទះស្លាប់ឬសូរភឹបភឹបក្រោយពីបន្តក់បានមួយហើយអ្វីក៏ស្ងប់ស្ងាត់ទៅវិញក្មួយលៀនអ្នកនាងម្ចាស់បានត្រឹមតែញ័រទៅត្រាក់ប៉ុណ្ណោះនាងមិននឹកស្មានថាអំពើមួយថ្នាំងនេះមានធម៌ពលយ៉ាងនេះទេខ្ញុំសង្ឃឹមថាពូនឹងគោរពទៅតាមគោលការណ៍ដែលពូបាននិយាយខាងលើហើយលុបរបស់ទាំងអស់នោះចោលឲ្យអស់ទៅបូករួមជាមួយនឹងរឿងថ្ងៃនេះគឺយើងទាំងអស់គ្នាមិនមានអ្វីជំពាក់គ្នាទៀតទេពេលនេះពូអាចត្រឡប់ទៅវិញបានហើយបាទអរគុណហើយអ្នកនាងម្ចាស់សំបកក្រៅស្រីលៀនខំធ្វើអរិយាប័ត្រធម្មតាតែក្នុងចិត្តនាងក៏កាត់សរសើរចំពោះរឿងនោះដែរនាងហាក់ដូចជាពេញចិត្តជាខ្លាំងប្រហែលមួយខែក្រោយមកស្រីលៀនត្រូវទៅចូលរួមកម្មវិធីសម្ពោធសាខាដៃគូថ្មីរបស់នាងនៅខេត្តរតនគិរីចំថ្ងៃអាទិត្យស្អែកនេះថ្ងៃនេះក្រុមការងារបានចេញទៅអស់ហើយតាំងពីព្រឹកព្រលឹមចំណែកស្រីលៀននាងរវល់តតែថ្ងៃរសៀលម៉ោង3ជាងទើបបានចេញដំណើរពីភ្នំពេញទៅពូធីគាត់ខំស្រោតរូតបើកបរដោយប្រុងប្រយ័ត្នខ្លាចមានគ្រោះថ្នាក់ពេលយប់ម៉ោង10ជាងស្រាប់តែឡានលោកសញ្ញាអាសន្នពូធីគាត់ចុះទៅមើលឃើញថាបែកធុងទឹកបាត់ទៅហើយអ្នកនាងពូធីស្រែកហៅស្រីលៀនដែលកំពុងដេកលក់អ្នកនាងឡានមានបញ្ហាបែកធុងទឹកហើយមិនអាចធ្វើដំណើរទៅមុខបានទៀតទេចប់ហើយពូយប់ស្ងាត់ចឹងធ្វើម៉េចទៅហើយនាងក៏មើលផែនទីឃើញថាប្រហែល2គីឡូទៀតដល់ប្លុកមានប្រជាជនរស់នៅហើយតែយើងអាចទៅមុខបានទៀតទេពូជិតដល់ម្ដុំផ្សារខាងមុខហើយបានអ្នកនាងយើងចាំបន្តិចសិនទៅឲ្យត្រជាក់ម៉ាស៊ីនក្រោយពីសម្រាប់បានបន្តិចពូធីក៏ចេញឡានទៅមុខតិចទៅទំរំដល់ផ្សារទីប្រជុំជននោះម៉ោង12យប់ទៅហើយនៅទីនោះសោះផ្ទះសំណាក់មួយដែលនៅបើកដំណើរការស្រីលៀនក៏សម្រេចចិត្តសម្រាប់ទីនោះសិនពេលពូធីចូលទៅសួរគេប្រាប់ថាសោកបន្ទប់ទំនេរតែមួយទេអ្នកនាងក្មួយឡើងទៅសម្រាប់ចុះពូដេកក្នុងឡានក៏បានដែរឡើងទៅសម្រាប់ជាមួយគ្នាទៅពូថ្ងៃនេះពូហត់ខ្លាំងណាស់នៅក្នុងឡានពិបាកដេកបាទអរគុណហើយអ្នកនាងម្ចាស់ហើយពូធីក៏ជួយលើកវ៉ាលីរបស់ស្រីលៀនទៅបន្ទប់សម្រាប់ស្រីលៀននាងដេកលើពូកចំណែកពូធីក៏បានក្រាលកន្សែងលើឥដ្ឋការ៉ូសំងំដេកទាំងមិនសុខក្នុងខ្លួនគាត់ប្រែខ្លួនចុះឡើងមិនហើយពូសម្រានមិនលក់មែនទេពូខំបាក់ឡានតាំងពីថ្ងៃរហូតមកដល់ពាក់កណ្ដាលអាត្រៀតខ្ញុំអាណិតពូខ្លាំងណាស់ពូឡើងមកសម្រានលើពូកមកណាមួយនៅទីនេះត្រជាក់ជាងនៅខាងក្រោមផងពូឡើងមកនេះមកកុំខ្លាចកុំអារម្មណ៍អីតែខ្ញុំខ្លាចមិនសមណាអ្នកនាងមិនអីទេពូមកនេះមកបាទអរគុណហើយអ្នកនាងពេលហ្នឹងស្រីលៀនក៏យកខ្នែអោបដាក់ចំកណ្ដាលដែរពូធីហាក់ដូចជាញញ័រនៅក្នុងទ្រូងប្រកួតមិនដែរដូចនេះទេមិនដែរពូមើលទៅគេងលក់ទេបាទអ្នកនាងក្មួយពេលនេះមានអារម្មណ៍ថាកាន់តែពិបាកដេកជាងមុននៅមិនសុខសោះពេលនៅក្បែរក្មួយយ៉ាងនេះអូពូសងំសម្រានទៅចឹងហ៎ស្រីលៀនក៏ដេកបែរខ្នងមកពូធីមួយស្របក់ធំពូធីដាច់ចិត្តចុកដៃដាក់លើត្រគាកនាងតែស្រីលៀនដូចជាមិនកំរើកទេគាត់អូសពីត្រគាកដល់ចង្កេះហើយអូសទៅក្រោមវិញដល់ផ្លូវពូធ្វើអីហ្នឹងពូខំសម្រានទៅអ្នកនាងម្ចាស់តើឲ្យខ្ញុំសាករសជាតិម្ដងទៀតបានទេខ្ញុំមិនដឹងទេនាងឆ្លើយទាំងសំឡេងញយតងខ្លួននិងកំរាកជើងផងពូធីក៏យល់ពីបំណងនេះបានទាញខ្នែអោបដែលពុះចែកកណ្ដាលនោះចេញដំបងពូធីដែលរឹងមាំតាំងពីយូរនោះប
បានលូនចូលមាត់ងាវសិនសឹមរហូតបាត់ស្រមោលក្រោយពីត្រាំបានបន្តិចគាត់ក៏ធ្វើចលនារុញដកតាមនឹងទៅស្រីលៀនបានត្រឹមនៅស្ងៀមមួយស្របក់ធំពូធីក៏សង្កត់មួយរាងជ្រៅធ្វើឲ្យស្រីលៀនបានទម្លាយខ្យល់ដោយមិនបានគ្រោងទុកជាមុនហើយគាត់ក៏ខំប្រឹងរន់ថើនឲ្យញាប់ជើងមុនរហូតបានបន្តក់ទឹកមុនជំនួសគ្រូភ្នំត្បែងទៅពូធីក៏សង្ងំដេកទាំងសប្បាយចិត្តចំណែកស្រីលៀនវិញក៏ញញឹមរីករាយម្នាក់ឯងដែរកំពុងតែដេកមមីមើនាងយល់សប្ថាមានអន្ទង់មួយក្បាលកំពុងតែត្បូលភក់ធ្វើឲ្យនាងភ្ញាក់ដឹងខ្លួនឡើងនាងបើកភ្នែកទៅគឺអន្ទង់ពូធីកំពុងតែត្បូលភក់មែនត្បូលភក់រហូតដល់ស្រងល់ទៅមុខលែងរួចពេលជំនោរត្រជាក់ទៀបភ្លឺត្រីរ៉ោះដ៏ធំមួយក៏ននាលចុះអន្លង់សាជាថ្មីម្ដងទៀតជាលើកទី3ក្រោមខែពេញបរមីដ៏ត្រចះត្រចង់ចំណេរក្រោយមកក្រៅពីអ្នកបើកបរឡានពូធីក៏ជាទីប្រឹក្សាធ្វើស្រែចម្ការដ៏ចំណានម្នាក់របស់ស្រីលៀនម្ចាស់ស្រីរហូតមកដល់សប្តាហ៍ថ្ងៃនេះ Channel ក៏ស្នេហ៍និទានសូមអរគុណដល់ប្រិយមិត្តទាំងអស់គ្នាដែលបានតាមដានស្ដាប់រឿងនេះពីដើមដល់ចប់សូមអ្នកទាំងអស់គ្នាជួយចុច Subscribe Channel យើងខ្ញុំម្នាក់មួយផងជួបគ្នានៅវីដេអូលើកក្រោយទៀតជម្រាបលា